បាទទៅសូមបងនៅនេះមកតវីដេអូមកដែលយើងបានរៀបគឺទូកញ្ចក់អានឹងចម្រាស់ប្រភេទខ្នាតតូចនឹងមួយរៀបរួចហើយដូចខ្វាក់បន្តិចហើយកូនមកលេងមើលលេងបាទកូនមកមើលលេងគេឃើញភ្លើងឃើញអីទៅគេចង់មើលលេងសប្បាយហើយក៏សម្រាប់ថាថែមគ្រោះបាទអញ្ចឹងជីទៅពីស្អីទិញគ្រោះមកពីក្រុងបាទយើងទិញគ្រោះដែលគេរៀបសាច់មួយហើយនឹងគ្រោះស្ទឹងមួយបាទនេះបាទនេះចាក់គ្រោះស្ទឹងមួយទៀតមកបាទសម្រាប់គ្រោះស្ទឹងនេះមូស្អាតបាទគេហៅថ្លើមថ្មបាទការខ្ញុំបន្តិចហៅថ្លើមថ្មនេះបាទនេះពីសាយក៏នេះបាទមានអាទូចមានអាធំបាទអាទូចហ្នឹងគឺគ្រោះដែលគេរែងវិសាច់ហើយដូចមូថ្លើមថ្មនេះគេហៅគេគ្រោះស្ទឹងបាទអញ្ចឹងយើងយកមកលាងសម្អាតបាទដើម្បីដាក់ក្រាបាទូយើងបាទហើយត្រាំវាមកស្ទុះសិនបាទហើយវាមកស្ទុះសិនហើយអានេះយើងមកចាប់ដាក់បាទបើសម្រាប់ការរៀបទូបាទធ្វើដូចខ្ញុំនឹងខុសហើយបាទអត់ត្រូវទេបាទបើសិនជាគេអ្នករៀបទូបាទទូមែនទេគេដាក់គ្រូហើយមកគេដាក់ទឹកតែនេះដោយសារតែខ្ញុំរៀបដាក់ទឹករួចហើយបាទខ្ញុំយកគ្រូមកដាក់អញ្ចឹងវានឹងមានភាពល្អអញ្ចឹងហើយបាទតែអីទេដោយសារតែចង់តេស្តសមត្ថភាព filter ដែរបាទអញ្ចឹងតែពីដាក់ហើយយើងចង់ថា filter ដើរបានប៉ុណ្ណាបាទ filter ដែលយើងរៀបហ្នឹងណាព្រោះត្រីមានតែ2គ្រាប់ទេបាទត្រីមានត្រីជាកម្ម2គ្រាប់បាទអញ្ចឹងវារៀបដាក់មកក្រៅទិញបាតទូហើយដាក់ចោលមួយយប់មកថាវាថ្លាបានប៉ុណ្ណាចាំមើលបាទចាំមើលសភាពទឹកមេដាក់ក្រៅបាតទូហើយបាទនេះសភាពទឹកមេដាក់ក្រៅបាតទូហើយបាទដូចខ្ញុំប្រាប់អញ្ចឹងគឺធ្វើដូចខ្ញុំខុសហើយបើសិនជាគេរៀបមែនទែនគេរៀបគ្រូហើយមកគេដាក់ទឹកទៅវាអត់សូវល្អអត់បានទេបាទតែនេះនៅពេលដែលព្រឹកឡើងបាទពេលបានមកយប់បាទទឹកថ្លាបានប៉ុណ្ណេះបាទថ្លាឆ្វងមកបាទហើយមើលគ្រោះទៅអានេះស្អាតម្យ៉ាងពួកអាគ្រោះធម្មជាតិនេះបាទមើលទៅដូចធម្មជាតិមែនទែនហ្មងបាទនេះ filter បាទឃើញកកអាស្នាមក៏នៅក្នុង filter បដាហើយបាទនេះចាំ2ថ្ងៃចាំលៀងនេះបាទអញ្ចឹងទុកដល់រៀងថ្ងៃត្រង់រឹតតែថ្លាទៀតបាទអញ្ចឹងសម្រាប់ទូកញ្ចក់យើងមានលក់បាទ filter ហ្នឹងគឺយើងមានលក់ដែរបាទសម្រាប់ថ្មក្រាបាតមិនដឹងទៅលក់បានទេបងអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍អាចចង់បានទូកញ្ចក់អានឹង filter យើងមានបាទអរគុណបាទ